ខ្ញុំនិងប្អូនស្រីរបស់ខ្ញុំឈ្មោះ Daisy ត្រូវការទៅវិស្សមការយ៉ាងយូរដើម្បីសម្រាកពួកយើងគឺជាម្ចាស់ហាងនំប៉័ងតូចមួយដែលមានអតិថិជនចូលចិត្តច្រើននៅទីក្រុង Chicago យើងតែងតែរវល់ជាខ្លាំងបន្ទាប់ពីពេលព្រឹកដែលមានអតិថិជនចូលមកញ៉ាំនំប៉័ងយើងតែងតែមានការងារច្រើនដែលធ្វើដូចជាដុតនំនិងរៀបចំសម្រាប់ទីធ្លាក៏ដូចជាហាងនំប៉័ងរបស់យើងនឹងនៅថ្ងៃបន្ទាប់ដើម្បីឲ្យភ្ញៀវចូលមកនៅចុងបញ្ចប់នៃវេនការងារយើងក៏អស់កម្លាំងខ្លាំងមែនតើបន្ទាប់ពី2ឆ្នាំដែលមិនដែលមានពេលសម្រាកយើងពិតជាអស់កម្លាំងចិត្តខ្លាំងណាស់ហេតុនេះនៅពេលដែល Daisy ស្នើឲ្យយើងយកពេលនេះទៅវិស្សមការដើម្បីសម្រាកកាយក៏ដូចជាធ្វើឲ្យមានការសប្បាយចិត្តនៅពេលធ្វើការពួកខ្ញុំក៏បានយកព្រមភ្លាមតែម្ដង Daisy ប្អូនស្រីរបស់ខ្ញុំមានមិត្តប្រុសថ្មីម្នាក់ដែលមានឈ្មោះថា Joe ដែលជាម្ចាស់ផ្ទះល្វែងស្អាតមួយនៅជិតបឹង Millicent ដែលជាផ្ទះជួលរយៈពេលខ្លីនៅពេលដែលនាងបង្ហាញខ្ញុំរូបភាពនៃផ្ទះល្វែងនោះលើគេហទំព័រខ្ញុំស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងដោយសារតែបារម្ភអ្នកនោះមើលទៅប្រហែលជាអ្នកមានខ្លាំងផ្ទះនោះស្អាតណាស់ហើយមានមនុស្សជាច្រើនដែលបានស្នាក់នៅទីនោះហើយបាននិយាយដូចគ្នាថាតែទីនោះស្អាតវិស្សមការដែលយើងមិនគួរបោះបង់ពេលនេះបានចាប់ផ្ដើមបន្តិចម្ដងហើយផ្ទះល្វែងនោះស្ថិតនៅឆ្ងាយប្រហែលជា3ម៉ោងបើមិនសិនជាពួកយើងជិះដើររថភ្លើងប៉ុន្តែដោយសារតែយើងធ្លាប់ដើរទៅហាងប៉ុន្តែជារៀងរាល់ថ្ងៃយើងមិនសូវធ្លាប់បើកឡានឆ្ងាយទេដូចនេះអត់ហ៊ានបើកហើយនេះចូលដែលជាមិត្តប្រុសថ្មីរបស់ Daisy បាននាំពួកយើងទៅដល់ទីនោះតាមពិតគ្រួសាររបស់គាត់មានផ្ទះជួលរយៈពេលខ្លីច្រើនកន្លែងនៅតាមតំបន់ហើយគាត់ត្រូវចំណាយពេលមួយសប្តាហ៍ដើម្បីរៀបចំផ្ទះនិងកន្លែងសម្រាប់ឲ្យភ្ញៀវទេសចរនឹងមកពីបរទេសផ្ទះផ្សេងទៀតនៅចម្ងាយ30ម៉ាយដូច្នេះបើអ្នកត្រូវការអ្វីសូមហៅខ្ញុំចូលបានពន្យល់មុនពេលដែលគាត់ចាក់ចេញសេវាទូរស័ព្ទនៅកន្លែងនោះអត់សូវល្អទេបើសិនជានៅក្នុងករណីល្អបំផុតគឺវាដាច់តែម្ដងអ្នកជិតខាងដែលនៅជិតបំផុតគឺនៅចម្ងាយ4ម៉ាយពីផ្ទះរបស់ចូលនិងគាត់ឈ្មោះលោក Willard អានឹងសម្ដីរបស់ចូលទៅនិយាយទៅប្រាប់បងប្អូន2នាក់ហ្នឹងអ្នកនរគ្នាបន្ទាប់ពីផ្ដល់លេខកូដសុវត្ថិភាពនិងពន្យល់ពីរបៀបប្រើប្រាស់ចូលបានថើប Daisy ដោយស្នេហាហើយក៏ចាក់ចេញទៅយើងក៏ចាប់ផ្ដើមស្វែងយល់ពីផ្ទះនោះភ្លាមដើម្បីចង់ដឹងផ្ទះល្វែងនោះមានបន្ទប់គេង3ដែលមានអាងងូតទឹកធំផ្ទះបាយដែលភ្ជាប់ជាមួយនឹងបន្ទប់ទទួលភ្ញៀវយ៉ាងធំទូលាយនិងរាងហាខាងមុខនិងខាងក្រៅដែលធ្វើឲ្យខ្ញុំចង់អង្គុយអានសៀវភៅនៅទីនោះដោយមិនចង់ចេញមានឃ្លាំងដាក់ឧបករណ៍មួយនៅចម្ងាយ400ម៉ែត្រពីផ្ទះហើយនៅចម្ងាយប្រហែលជា3គីឡូម៉ែត្របន្ទាប់មកមានស្រះមួយដ៏ស្រស់ស្អាតដែលអាចឲ្យយើងហែលទឹកបានវាស្ទើរតែល្អខ្លាំងមែនតើលើកលែងតែវាមួយគឺវានៅកណ្ដាលព្រៃធ្វើខ្ញុំមានអារម្មណ៍ដូចជាមិនសូវស្រួលហើយយើងនៅតែមិនឃើញបឹងនោះទេដោយសារតែវានៅឆ្ងាយពេកដោយសារតែវាមានព្រៃស្តុកដោយសារតែចូលអាចឲ្យយើងស្នាក់នៅដែលអត់គិតថ្លៃខ្ញុំមិនបានរំអ៊ូច្រើនឡើយអ្វីដែលខ្ញុំចង់បានគឺការសម្រាកនិងផ្លេចអំពីការងាររបស់ខ្ញុំមួយសប្តាហ៍ខ្ញុំសង្ឃឹមថាយប់ដំបូងរបស់យើងនៅផ្ទះល្វែងនេះនឹងស្រស់ស្អាតដោយក្តីសម័យរបស់ខ្ញុំប៉ុន្តែជាមនុស្សដែលធំឡើងនៅទីក្រុងដូចនេះមានសលេងអ៊ូអរពីក្មេងពីម៉ូតូឡានអញ្ចឹងខ្ញុំឮសលេងព្រៃឈើចាបយំសត្វយំអញ្ចឹងដូចអារម្មណ៍អត់សូវស្រួលសំឡេងស្លឹកឈើជ្រុះនិងសំឡេងសត្វយំដែលឮម្ដងម្កាលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាដូចមានអ្វីមិនប្រក្រតីនៅថ្ងៃទី2ខ្ញុំភ្ញាក់ឡើងដោយឃើញសម្លៀកបំពាក់ខាងក្នុងរបស់ខ្ញុំដែលត្រូវបានដាក់នៅលើតុបាយបាត់ Daisy មិនមែនជាមនុស្សដែលបកកាយយកទុកលើអីទេប៉ុន្តែបាត់ជាបាត់ដែលចម្លែកខ្ញុំបានយកវាទៅដាក់ក្នុងថង់វិញ
ប៉ុន្តែមានអារម្មណ៍ថាដូចមានអ្វីបាត់នៅក្នុងថង់នោះអញ្ចឹងខ្ញុំសន្និដ្ឋានថាវាគ្រាន់តែជាការអារម្មណ៍មួយដែលបណ្ដាលមកពីការអស់កម្លាំងដូច្នេះខ្ញុំមិនសូវយកចិត្តទុកដាក់ច្រើនទេហើយនឹងមិនអត់គិតច្រើនដោយសារខ្ញុំហត់ពេកនៅពេលកណ្ដាលយប់ថ្ងៃទី3ខ្ញុំភ្ញាក់ឡើងនៅសំឡេងស្រែករបស់ប្អូនរបស់ខ្ញុំ Daisy មានបរិមម្នាក់នៅទីនោះគាត់និយាយដោយញ័រនៅពេលដែលខ្ញុំមកដល់ទ្វារខ្ញុំបើកភ្នែកឡើងហើយគាត់ឈរទីនោះសំដៅលើរាងទូចមួយដែលភ្ជាប់បន្ទប់គេងរបស់នាងជាមួយនឹងរាងខាងក្រៅខ្ញុំបានពិនិត្យគ្រប់ជ្រុងជ្រោយតែមិនមានឃើញស្នាមក៏ដូចជាអ្វីគួរឲ្យកត់សម្គាល់ឡើយខ្ញុំនិយាយប្រាប់ Jessie ថាគួរតែទេប្រាប់ចូលឲ្យស៊ើបអង្កេតមួយនឹងដើម្បីកុំឲ្យមានការខ្លាចនៅថ្ងៃស្អែកបន្តទៀត Daisy បានប្រាប់ថាគាត់បានតាក់ទងទៅចូលប៉ុន្តែតែឲ្យចូលនឹងបានប្រាប់មក Daisy វិញថាចូលបានទៅដល់ភូមិភាគខាងជើងហើយអញ្ចឹងដោះស្រាយរឿងមួយដែលផ្សេងឆ្លៀងពីនៅធ្លីរបស់គាត់ឥឡូវគាត់នៅឆ្ងាយមែនតែ7ម៉ោងហើយមិនអាចទៅរកយ៉ាងហោចណាស់ដល់ថ្ងៃទី6មកគាត់មកដល់វិញដោយជឿថាផ្ទះល្វីនោះមានខ្មោច Daisy បានប្រកាសប្រាប់បងស្រីរបស់គាត់ថាដេកនៅនឹងមួយគ្នាហើយព្រោះខ្ញុំមានអារម្មណ៍ថាដូចស្រួលខ្ញុំមានអារម្មណ៍ថាឯការួមជាមួយទ្រឹស្ដីខ្មោចរបស់ Daisy បានធ្វើខ្ញុំមានអារម្មណ៍មិនស្រួលដូចដែល Daisy ដែរថ្ងៃទី5ខ្ញុំមានអារម្មណ៍ថាដូចអ្នកណាម្នាក់កំពុងតាមដានខ្ញុំគ្រប់ពេលអញ្ចឹងអារម្មណ៍នេះកាន់តែខ្លាំងឡើងនៅពេលដែលខ្ញុំប្រកាសថាសម្លៀកបំពាក់ខាងក្នុងខ្លះរបស់ខ្ញុំបានបាត់ដោយអត់ដឹងមូលហេតុហ្មងមិនមានវិធីណាដើម្បីបដិសេធវាបានទេថាវាគ្រាន់តែជាការផ្លេចឬក៏ការយកទុកលើរបស់ Daisy ខ្ញុំចាំច្បាស់ណាស់ថាខ្ញុំទុកនៅក្នុងកន្ត្រករបស់កូនរបស់ខ្ញុំនៅបន្ទប់ទឹក Daisy បានសារភាពថានាងក៏បានកត់សម្គាល់តាបាត់របស់ខ្លះដូចជាច្រាសដ៏ថ្មិញឬបុកអសត់និងស្រោមជើងដែលនាងចូលចិត្តដោយមានអារម្មណ៍ថាភ័យខ្លាចដូចជាសេវាទូរស័ព្ទអត់មានផងនោះយើងទាំងពីរក៏បានសម្រេចចិត្តដើរចូលព្រៃព្រោះចូលបាននិយាយថាអ្នកចិត្តខាងនៅចិត្តនឹងដែរទេបើមានបញ្ហាអីអាចទៅរកអ្នកចិត្តខាងដូច្នេះយើងទៅពេលដល់ទៅឆ្ងាយដើម្បីយកទូរស័ព្ទរបស់អ្នកចិត្តខាងដើម្បីទៅចូលដើម្បីជួយដោះស្រាយបញ្ហាមិនទាន់នឹងឯងប៉ុន្តែយើងដើរហើយដើរដល់មែនតែនហ្មងគឺដើររត់តែអ្នកចិត្តខាងនឹងគឺអត់ឃើញហ្មងតាមពិតយើងមិនឃើញផ្ទះណាមួយនៅចិត្តនោះឡើយមានតែព្រៃដ៏ធំអត់មានដែនកំណត់ដែលព្រៃនោះគឺសុទ្ធតែព្រៃមកអត់មានផ្ទះនៅចិត្តខាងនេះចិត្តនឹងមួយសោះដោយប្រើតែពន្លឺទូរស័ព្ទវាខ្លាចជាពេលយកប្រអីលឿនមែនតែប្រអីដីធំហ្នឹងនៅពេលដែលយើងបានជពុកជើងដើរលើបងយើងក៏ត្រឡប់មកផ្ទះវិញប៉ុន្តែពេលនឹងដល់ផ្ទះហើយយើងមិនក៏សម្គាល់ឃើញពន្លឺចេញពីរោងដាក់ឧបករណ៍នោះយើងមិនបានដើរទៅឆែកមើលកន្លែងនោះតាំងពីយើងមកដល់ដំបូងនោះទេដូច្នេះខ្ញុំក៏បានក៏សម្គាល់ឃើញវាពីមុនដូចគ្នាដែរទ្វារក៏មិនចាក់សោខ្ញុំក៏បានចូលខ្ញុំពាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញថានៅក្នុងឃ្លាំងនោះមិនមែនជាកន្លែងដាក់សម្ភារៈឬឧបករណ៍ទេតែវាគឺជាការិយាល័យទូចមួយមានគ្រឿងអេឡិចត្រូនិកខ្សែនិងសៀវភៅកត់ត្រាពី3ក្បាលនៅនោះអ្វីនឹងខ្ញុំសួរដោយមានអារម្មណ៍ថាភ័យខ្លាចភាពភ័យរន្ធត់របស់ Daisy បានប្រាប់ខ្ញុំថានាងក៏មិនដឹងដូចគ្នាដែរនឹងមាន website មួយនៅទំព័រមាតិកានោះមានឈ្មោះថាសួរហើយនឹងបាននៅលើកុំព្យូទ័រមានសារមួយដែលសរសេរដល់ Gmail ឈ្មោះថាជីងថាពេលវេលាបានមកដល់ហើយមិត្តភក្តិសម្រាប់ពេលដំបូងនេះអាចដាក់ចំណាយដើម្បីមានឱកាសជួបជាមួយនឹងមុខភ្ញៀវថ្មីរបស់យើងនឹងមានល្បែង5ប្រភេទដើម្បីជ្រើសរើសល្បែងលាក់ខ្លួនល្បែងធ្វើតាមល្បែងរកគ្នានិងល្បែងដាក់តុងនិងមួយទៀតល្បែងចាត់ចម្រិតដើម្បីធ្វើឲ្យការលេងល្បែងនេះកាន់តែគួរចាប់អារម្មណ៍និងរំភើបភ្លើងនឹងដាច់រហូតដល់ព្រឹកហើយសូម្បីតែសេវាទូរស័ព្ទក៏បិទរហូតដល់ម៉ោង3ដែរតើអ្នកអាចបញ្ចប់ហ្គេមនេះតាន់ពេលវេលាដែរឬទេដោយរដងអ្នកដែលដាក់លុយច្រើន
គឺជាអ្នកឈ្នះខ្ញុំក៏ចិត្តផ្ទាំងឈ្មោះល្បែងទី1ហើយឃើញវីដេអូមួយដែលបង្ហាញផ្នែកខាងក្រៅនៃផ្ទះល្វែងរបស់យើងភាគច្រើននៃវីដេអូគ្មានអ្វីពិសេសទេលើកលែងតែផ្នែកមួយមានបរិម្នាក់ស្លៀកពាក់ខ្មៅចូលមកជិតផ្ទះនៅម៉ោង2ព្រឹកហើយឈរនៅក្រៅបង្អួចដោយធ្វើអ្វីមួយដែលសប្បាយចិត្តហ្មងហើយអ្នកអរឃើញរូបបានគឺដូចសัตว์បន្ទាប់មកគាត់បានដើរទៅចូលបង្អួចមួយទៀតហើយធ្វើដូចគ្នាដែរយើងមិនចាំបាច់ទីគាត់ច្រើនទេគឺគាត់កំពុងតែឈរមើលពួកយើងនឹងឯងគាត់កំពុងឈរមើលនៅក្រៅបង្អួចរបស់ពួកយើងព្រោះពួកយើងបានដេក